ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងនិង Buffet Terrain រដូវកាលបៃតងឆ្នាំ2026ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនដោយត្រឹមតែរយៈពេល3ថ្ងៃដំបូងមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនានិងទិញផលិតផលជិត20,000 នាក់លោកហមអរុនអនុប្រធាននិងជាអ្នកនាំពាក្យមន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងតាមបណ្ដាញសង្គម Telegram ផ្លូវការកាលពីព្រឹកថ្ងៃទី13ខែកក្កដាថាគិតចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែកក្កដាចំនួនភ្ញៀវសរុបមានរហូតដល់ទៅ 198,279 នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន 197,933 នាក់និងភ្ញៀវអន្តរជាតិចំនួន346នាក់តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហុកប្រមាណជា 91% បើធៀបនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុនក្នុងនាមមន្ទីរទេសចរខេត្តបាត់ដំបងបានសង្កេតឃើញថាព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ2026នេះគឺមានភាពតាក់ទាញខ្លាំងមែនទែនហើយក្នុងក៏សង្កេតឃើញថាមានភ្ញៀវទេសចរបាទទាំងជាតិនិងអន្តរជាតិអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករបាទហើយជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ផ្លែឈើនេះក៏មានកម្មវិធីបើកដោយក្រុមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាដាមហ៊ូតហាក់រដ្ឋមន្ត្រីក្រសួងទេសចរនិងអាដាមសុកលូអភិបាលនៃគណៈបាលខេត្តបាត់ដំបងហើយក៏មានការចូលរួមយ៉ាងច្រើនកុះករបាទដែលយើងឆ្នាំនេះយើងមានកម្មវិធីពិសេសជាច្រើនដូចជាមានក្បួនដង្ហែផ្លែឈើនៅក្នុងក្រុងបាត់ដំបងដែលបងប្អូនជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិមានចំណាប់អារម្មណ៍ចូលរួមហើយក៏បានភ្លក់ផ្លែឈើជាមួយនឹងថ្នាក់ដឹកនាំផងដែរហើយក្រៅពីហ្នឹងក៏មានកម្មវិធីប្រឡងប៉ុណ្ណឹងអីផ្សេងបាទដូចជាប្រឡងប៉ុណ្ណឹងចិត្តផ្លែឈើគូគំនូភ្លក់ផ្លែឈើអីផ្សេងដែលសុទ្ធតែជាសកម្មភាពតាក់ទាញហើយឃើញថាបងប្អូនជាពលរដ្ឋភ្ញៀវទេសចរហ្នឹងបានចូលរួមសប្បាយរីករាយហើយឆ្នាំនេះការលក់ផ្លែឈើរបស់បងប្អូនប្រជាកសិករយើងក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរបើប្រៀបធៀបជាមួយនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះគឺ3ថ្ងៃនេះគឺភ្ញៀវកើនឡើងរហូតដល់ជាង 91% បាទថាជាងពាក់កណ្ដាលបាទយើងប្រៀបធៀបនឹងឆ្នាំមុនហើយដោយសារឆ្នាំនេះអាចនិយាយថាអាកាសធាតុក៏អំណោយផលបាទហើយក៏មានសកម្មភាពកម្មវិធីពិសេសជាច្រើនមានការចូលរួមពីភាគីពាក់ព័ន្ធប្រព្រឹត្តទៅបានរលូនទាំងព្រឹត្តិការណ៍បើកនិងកម្មវិធីប្រចាំថ្ងៃផងដែរខុសពីពិព័រណ៍ផ្លែឈើលើកទី1ឆ្នាំ2025ដែលមានរយៈពេល2ថ្ងៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026មានរយៈពេល10ថ្ងៃនេះពិធីនេះបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយកសិផលក្នុងស្រុកជាពិសេសទុរេនស្រុកសំឡូតនិងផ្លែឈើល្បីៗមកពីបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបងនៅក្នុងពិធីបើកព្រឹត្តិការណ៍ឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងបានគូររំលឹកថាការរៀបចំពិព័រណ៍ផ្លែឈើបាត់ដំបងគឺដើម្បីប្រែក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងកាលវេលារដូវកាលបៃតងចន្លោះពីខែមិថុនានិងខែកក្កដាព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់ឱកាសដល់ប្រជាកសិករនិងអ្នកចម្ការក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនឡើងគួររំលឹកផងដែរថាពិព័រណ៍ផ្លែឈើបាត់ដំបងលើកទី2នេះបានបើកដំណើរការជាផ្លូវការកាលពីល្ងាចថ្ងៃទី10ខែកក្កដាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមហ៊ុតហាក់រដ្ឋមន្ត្រីក្រសួងទេសចរព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជីវករភ្ញៀវទេសចរនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដោយកម្មវិធីនេះនឹងបន្តដំណើរការរហូតដល់ថ្ងៃទី19ខែកក្កដាខាងមុខ